Hilux Travel Rally 2027បងប្អូនជំនាន់ថ្មីថាចង្កូតល្អដូចខ្លាញ់តែម្ដងបងប្អូនមើលនេះនិយាយជាតិតែម្ដងព្រឹកមិញបងប្អូនណាមិនថា Hilux Travel Rally បាទ V Edition ឬក៏ L Edition ទេម៉ាស៊ីនគឺដូចគ្នាទាំងអស់តែម្ដងដែលភ្ជាប់មកជាមួយនឹងម៉ាស៊ីនម៉ាស៊ូត 2.8 លីត្រផលិតកម្លាំងបាន201 horsepower និងផលិតកម្លាំងរមូលរហូតដល់500 Newton m អញ្ចឹងអ្វីដែលជាភាពខុសគ្នានោះគឺខ្ញុំបាននិយាយនៅវីដេអូចាស់រួចហើយតែឥឡូវយើងមកនិយាយពី option ទំនើបរបស់វាវិញបាទបងប្អូនម៉ាស៊ីនម៉ាស៊ូតមែនមិនតែជន់ស្ទុះខ្លាំងមែនតែម្ដងនៅក្នុងថ្ងៃព្រឹត្តិការណ៍ក្នុងការបើកបរសារបងរបស់ក្រុមហ៊ុន Toyota គឺខ្ញុំបានជន់ខ្លាំងមែនតែម្ដងគឺគេតម្រូវឲ្យយើងបើកបរលឿនហើយជន់ហ្វ្រាំងអាសន្នណាបងប្អូនគឺថារថយន្តបានធ្វើការបានល្អបងប្អូនហើយឆ្នាំថ្មីនេះគឺមានការអាប់ដេតច្រើនមែនតែជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាផ្នែកខាងក្នុងណាដែលមានមុខងារប្រើប្រាស់នៅលើផ្លូវព្រើផ្លូវភក់ផ្លូវខ្សាច់ក៏ដូចជាផ្លូវដីល្បាប់និងក៏មានភ្ជាប់ជាមួយនឹងមុខងារបាទ Sport Mode Eco បាទ Normal ដែលមានន័យថានៅពេលដែលយើងប្រើ Eco ធ្វើឲ្យរថយន្តមានការសន្សំសំចៃប្រេងណាតែបើសិនជាយើងចង់ឲ្យរថយន្តជន់ទៅស្ទុះលឿនល្អយើងដាក់ Sport Mode និងក៏មានប្រព័ន្ធកាប់ពីតាស់ផងដែរដែលមានដូចជា 2H 4H និង 4L ជាដើមនិងក៏មានប្រព័ន្ធលុបប៉ុងខាងក្រោយក៏មាន option ជំនួយនៅពេលចុះចំណោតក៏ដូចជាពេលឡើងចំណោតវាមិនធ្វើឲ្យរថយន្តរើទៅក្រោយគឺពិសេសខ្លាំងមែនទែនបងប្អូននៅពេលដែលខ្ញុំដល់ដំណាក់កាលនេះណាគឺគេបានបើករថយន្តបាទគឺចោតខ្លាំងមែនតែម្ដងរួចគេប្រឡែងហ្គាគឺរថយន្តមិនថយក្រោយនោះទេអញ្ចឹងបើសិនជាបងប្អូនចង់បើកបរសាកល្បងគឺអាចមកបើកបរសាកល្បងតេស្តដោយផ្ទាល់ដៃបានក្រុមហ៊ុន Toyota បានបើកឲ្យសាកល្បងនៅរថយន្ត Hilux Travel ចំនួនថ្មីទាំង3ប្រភេទនេះតែម្ដងគឺប្រព្រឹត្តទៅនៅថ្ងៃទី3បាទទី4ទី5ខែកក្កដាឆ្នាំ2026នេះធានាថាការផ្លាស់ប្ដូរទស្សវត្សថ្មីទាំងផ្នែកខាងក្រៅផ្នែកខាងក្នុងនេះបងប្អូននឹងពេញចិត្តតែម្ដងសូមអរគុណបងប្អូនបើសិនជាបងប្អូនចូលចិត្តវីដេអូនេះសូមជួយ like ជួយ follow page ខ្ញុំម្នាក់មួយផងដើម្បីទទួលបានព័ត៌មានរថយន្តថ្មីមុនគេបងអស់សូមអរគុណ